Hello，大家好，是谁的到你？今天我们学习中文。អ្នកនៅឯណាភាសាចិនយើងអានថា你在哪里你在哪里你យើងប្រែថាអ្នក在យើងប្រែថាកំពុងឬក៏នៅ哪里ឯណាឬក៏ទីណា你在哪里អ្នកនៅឯណា你在哪里អ្នកនៅឯណាឬក៏អ្នកនៅទីណាប្រយោគបន្តទៀតខ្ញុំនៅហាងកាហ្វេភាសាចិនយើងអានថា我在咖啡馆我在咖啡馆我យើងប្រែថាខ្ញុំចាយយើងបកប្រែថានៅឬក៏កំពុងកាហ្វេកាហ្វេគួនយើងប្រែថាសារមន្ទីរកាហ្វេគួនហាងកាហ្វេ我在咖啡馆我在咖啡馆ចឹងយើងបកប្រែថាខ្ញុំនៅហាងកាហ្វេប្រយោគបន្តទៀតខ្ញុំនៅសាលាភាសាចិនយើងអានថា我在学校我在学校ចឹងពាក្យ我យើងដឹងហើយគឺខ្ញុំចាយនៅឬក៏កំពុង学校សាលា我在学校我在学校ចឹងយើងបកប្រែថាខ្ញុំនៅសាលាតើអ្នកឥឡូវនេះកំពុងធ្វើអ្វីភាសាចិនយើងអានថា你现在在干嘛你现在在干嘛你យើងប្រែថាអ្នក现在យើងប្រែថាឥឡូវឬក៏ឥឡូវនេះចាយើងប្រែថានៅឬក៏កំពុងកាមាយើងប្រែថាធ្វើអីឬក៏ធ្វើអ្វី你现在在干嘛你现在在干嘛ចឹងយើងបកប្រែថាតើអ្នកឥឡូវនេះកំពុងធ្វើអ្វីប្រយោគបន្តខ្ញុំកំពុងធ្វើការភាសាចិនយើងអានថា我在上班我在上班ចឹងពាក្យ我យើងដឹងហើយគឺខ្ញុំចាយយើងបកប្រែថាកំពុងឬក៏នៅសាំងប៉ានយើងបកប្រែថាធ្វើការ我在上班我在上班ខ្ញុំកំពុងធ្វើការចូលមកកាន់ប្រយោគបន្តទៀតខ្ញុំមិនចង់ធ្វើការភាសាចិនយើងអានថា我不想上班我不想上班我យើងប្រែថាខ្ញុំពុយើងប្រែថាមិន想យើងអាចបកបាន3ចង់គិតនឹក不想មិនចង់我不想上班我不想上班យើងបកប្រែថាខ្ញុំមិនចង់ធ្វើការទេប្រយោគបន្តទៀតតើអ្នកចេញពីធ្វើការឬនៅ
你下班了吗？你下班了吗？ចឹងពាក្យនេះយើងដឹងហើយយើងប្រែថាអ្នក下班យើងប្រែថាចេញពីធ្វើការលើយើងប្រែថាហើយម៉ាយើងបកប្រែថាជាសំណួរគឺទេលើម៉ាឬនៅ你下班了吗？你下班了吗？ចឹងយើងបកប្រែថាតើអ្នកចេញពីធ្វើការឬនៅប្រយោគបន្តទៀតខ្ញុំមិនទាន់ចេញពីធ្វើការទេ我还没下班我还没下班ចឹងពាក្យ我យើងដឹងហើយគឺខ្ញុំហើយ没យើងបកប្រែថាមិនទាន់下班ចេញពីធ្វើការ我还没下班我还没下班យើងបកប្រែថាខ្ញុំមិនទាន់ចេញពីធ្វើការទេប្រយោគបន្តទៀតខ្ញុំចេញពីធ្វើការហើយ我下班了我下班了我យើងប្រែថាខ្ញុំ下班យើងប្រែថាចេញពីធ្វើការលើយើងប្រែថាហើយ我下班了我下班了ចឹងយើងបកប្រែថាខ្ញុំចេញពីធ្វើការហើយចឹងប្រយោគចុងក្រោយថ្ងៃនេះខ្ញុំមិនសប្បាយចិត្តទេ今天我不开心今天我不开心ចឹង今天យើងប្រែថាថ្ងៃនេះ我យើងប្រែថាខ្ញុំ不យើងប្រែថាមិន开心យើងប្រែថារីករាយឬក៏សប្បាយចិត្ត不开心មិនសប្បាយចិត្ត今天我不开心今天我不开心ចឹងយើងបកប្រែថាថ្ងៃនេះខ្ញុំមិនសប្បាយចិត្តទេអរគុណសម្រាប់ទឹកចិត្តបងប្អូនទាំងគ្នាតាមដានទស្សនាវីដេអូពីដើមដល់ចប់កុំភ្លេចជួយ Subscribe និងចុចសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតអរគុណសៀ